ម្នាក់ដែលបានយកកន្ទូងពេលមន់ឆ្កាងមកដាក់ឲ្យពួកយើងវាសម្លឹងមើលឃើញយើងហើយតើយើងគួរធ្វើយ៉ាងណាជាមួយនឹងវាมันបាច់ទៅធ្វើស្អីវាទេយូរមានមនុស្សបានឃើញពួកយើងម្ដងវាមិនទៅជាស្អីទេណោយស៊ីពេលរបស់យើងទៅឃើញទីម្នាក់នោះវាគ្រាន់តែបានឃើញពួកយើងវាភ័យរហូតដល់សន្លប់នៅក្នុងដីស្រែនោះបាត់ទៅហើយឆាប់ស៊ីទៅនឹងអាចបានទៅក្នុងព្រៃរបស់យើងវិញលោកគ្រូឆនក៏អង្គុយធ្វើពិធីនៅមុខអាសនៈអាគមរបស់គាត់ដោយបានសោតសែកមុនគាថាមុនអាគមបែកញើសជោគខ្លួនស្របពេលដែលខ្យល់កំពុងតែបោកបក់យោគយល់ចុងមេឃព្រឹកព្រៃសំឡេងសត្វឌីត្រីចរបានលាន់ឮអមជាមួយភ្លេងពិណពាទ្យឮសូរល្វើយចេញពីអាសនៈគ្រូរបស់គាត់ភ្លេងពិណពាទ្យបានឮដោយឯងឯងដោយសារតែបារមីអភិនិហាទើបបណ្ដាលឲ្យឮសំឡេងបែបនេះនៅប្រហែលជាងមួយសន្ទុះធំក្រោយស្រាប់តែវិញ្ញាណរបស់លោកគ្រូឆនបានចាក់ចេញពីសម្បករូបកាយរបស់គាត់ធ្វើដំណើរជើងមិនដកដីឆ្ពោះទៅព្រៃកប់ខ្មោចភ្លើងជង្គៀងភ្លឺផ្លុងបំភ្លឺផ្លូវយល់ឃើញតែភាពខ្មៅងងឹតអ្វីត្បិតពេលនេះលោកគ្រូឆនកំពុងតែស្ថិតនៅក្នុងភាពជាវិញ្ញាណធ្វើដំណើរត្រាច់ចរឆ្លងកាត់វិញ្ញាណរាប់សិបកោដមាត់សូត្របាលីអ្នកមោតាសាអ្នកមោតាសាអ្នកមោតាសាព្រោះតែភាពភ័យខ្លាចវិញ្ញាណទាំងរាប់សិបកោដនោះបានដឹងថាគាត់គឺជាវិញ្ញាណមនុស្សរស់មិនមែនជាវិញ្ញាណខ្មោចដែលបានស្លាប់ក្នុងផ្លូវវិញ្ញាណមានឧបសគ្គច្រើនអនេកផ្លូវងងឹតគឺវាមិនងាយស្រួលដើរដោយផ្លូវភ្លឺនោះទេមួយជំហានគឺប្រថុយនឹងគ្រោះថ្នាក់ឋានកណ្ដាលរបស់មនុស្សវាគឺជាឋាននរករបស់អមនុស្សអណ្ដាតភ្លើងនរកបានឆាបឆេះយ៉ាងសន្ធោសន្ធៅដុតកម្លោចវិញ្ញាណដែលមានកម្មពៀឲ្យបានទទួលរងនៅសេចក្តីវេទនាក្នុងភ្លើងនរករាប់សិបកោដឆ្នាំប្រែតជាច្រើនដំបូងកម្ពស់ខ្ពស់ផុតចុងថ្នោតកំពុងតែស្រែកឃ្លានព្រោះតែគ្មានចំណីអាហារចូលពោះរាប់សិបឆ្នាំឯណាកូនចៅបាត់ទៅណាទើបធ្វើឲ្យដូនតាស្រែកឃ្លានគ្មានទីបញ្ចប់យ៉ាងនេះរីឯប្រែតខ្លះបានចំណីអាហារឆីហើយតែឆីមិនចូលព្រោះតែមាត់តូចមិនគួតមជុលដោយឡែកប្រែតខ្លះទៀតឆីអាហារចូលពោះហើយប៉ុន្តែទោះបីជាខំប្រឹងឆីយ៉ាងណាក៏ឆីមិនឆ្អែតព្រោះតែអាហារដែលបានឆីចូលទៅនោះគឺបានធ្លាយចេញមកខាងក្រៅវិញអស់សូមបញ្ចប់ការមើលឃើញរបស់លោកគ្រូឆនត្រឹមតែប៉ុណ្ណេះសិនហើយយើងនឹងបន្តមកមើលដំណើររបស់លោកគ្រូវិញម្ដងព្រោះថាគាត់បានមកដល់ជាព្រៃកប់ខ្មោចដែលជាគោលដៅរបស់គាត់ហើយមួយជំហានដំបូងពេលឈានជន់ដល់ព្រៃកប់ខ្មោចស្រាប់តែអារម្មណ៍នៃការភ័យខ្លាចបានកើតមានឡើងចំពោះលោកគ្រូទាំងដែលការពីដើមឡើយអារម្មណ៍ភាពភ័យខ្លាចមិនដែលកើតមានចំពោះលោកគ្រូទេព្រោះតែលោកគ្រូគាត់បានប្រឡូកនៅក្នុងជីវិតផ្លូវអាគមតាំងពីគាត់នៅវ័យក្មេងមកម្ល៉េះចុះម្ដេចពេលនេះអារម្មណ៍នៃភាពភ័យខ្លាចបែរជាកើតមានឡើងចំពោះគាត់ទៅវិញ
នៅក្នុងភាពជាវិញ្ញាណបែបនេះរូបភាពដ៏គួរឲ្យខ្លាចនៅក្នុងព្រៃកោបខ្មោចបានបង្ហាញលោកគ្រូឆនឲ្យឃើញគ្រប់យ៉ាងដែនព្រៃរន្ធត់នេះប្រៀបដូចជាសហគមន៍របស់ប្រជាជនមួយភូមិដូចនោះដែរប៉ុន្តែគឺជាសហគមន៍ខ្មោចនៅលើភ្នៅខ្មោចនិងមួងខ្មោចនីមួយៗគឺមានពោពេញទៅដោយវិញ្ញាណខ្មោចនៅអង្គុយសោយសប្បាយវិញ្ញាណខ្មោចខ្លះបានអង្គុយយំមិនដឹងថាពួកគេកាត់ទុកនឹងរឿងអ្វីទេឃើញរូបភាពបែបនេះលោកគ្រូឆនក៏បានគិតនៅក្នុងចិត្តថាហេតុអ្វីពួកវិញ្ញាណខ្មោចទាំងអស់នេះមិនព្រមទៅរកភពថ្មីទាំងដែលភ្នោខ្មោចខ្លះមានអាយុកាលចាស់ណាស់ទៅហើយឬមកពីពួកគេមានកម្មក្រាស់ពេកទើបបន្តអាចទៅចាប់កំណើតក្នុងភពថ្មីបានយ៉ាងណាការធ្វើដំណើររបស់លោកគ្រូគឺគាត់មានការប្រុងប្រយ័ត្នណាស់ដោយសារតែគាត់គឺជាវិញ្ញាណមនុស្សរស់ដែលបានដកចេញពីរាងកាយមិនមែនជាវិញ្ញាណខ្មោចដែលបានស្លាប់នោះទេដូច្នេះបើគាត់មិនប្រុងប្រយ័ត្នអាចនឹងត្រូវវិញ្ញាណខ្មោចដទៃបានដឹងនិងអាចមានបញ្ហាដល់ការងាររបស់គាត់ទាំងមូលបន្តិចក្រោយទើបគាត់បានទៅដល់កន្លែងឃុំឃាំងវិញ្ញាណបងស្រីដែលជាម្ចាស់ខ្សែដៃពេលដែលលោកគ្រូឆនបានទៅដល់គាត់ក៏ធ្វើពិធីសុំវិញ្ញាណបងស្រីពីអ្នកយាមគុកនៅក្នុងព្រៃកោកខ្មោចនោះអ្វីដូចជាងាយស្រួលព្រោះដោយសារតែគាត់បានរៀបចំធ្វើពិធីម្ដងរួចទៅហើយកាលពីនៅផ្ទះរបស់គាត់ហើយបានប្រើឲ្យនាយសុបិនយកសំណែនពេលមន់ឆ្កាងទៅដាក់នៅឯជាព្រៃខាងក្រោយភូមិនោះរយៈពេលមិនយូរវិញ្ញាណរបស់បងស្រីដែលជាម្ចាស់ខ្សែដៃក៏ត្រូវបាននាំយកចេញពីព្រៃកប់ខ្មោចមកកាន់ភូមិឋានមនុស្សវិញប៉ុន្តែលោកគ្រូឆនគាត់តមមាត់តមសម្ដីណាស់ដោយសារតែពាក្យវិញ្ញាណខ្មោចដែលបានចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់បងស្រីបានប្រាប់ថាមិនត្រូវឲ្យប៉ះពាល់ដល់វិញ្ញាណខ្មោចដទៃស្ថិតនៅក្នុងព្រៃកប់ខ្មោចនោះឡើយដោយសារតែវិញ្ញាណទាំងអស់នោះកាចសាហាវនិងជាវិញ្ញាណចងអាឃាតរយៈពេលមួយយប់បានកន្លងផុតវិញ្ញាណរបស់លោកគ្រូឆនបានដឹកដៃវិញ្ញាណបងស្រីមកកាន់ភូមិឋានរបស់មនុស្សវិញហើយលោកគ្រូឆនក៏បានប្រាប់វិញ្ញាណរបស់បងស្រីថាឆាប់ប្រញាប់ចូលក្នុងសម្បករូបកាយភ្លាមទៅព្រោះរូបកាយចោះទន់ខ្សោយខ្លាំងណាស់បើចូលមិនទាន់ទេច្បាស់ជាវិញ្ញាណត្រូវរលាយចាក់ជាមិនខានទេក្រោយពីបានស្ដាប់រួចវិញ្ញាណរបស់បងស្រីក៏បានចូលក្នុងសម្បករូបកាយរបស់គាត់វិញបានសម្រេចហើយគាត់ក៏ត្រូវលោកគ្រូឆនឲ្យលាបរបស់អ្វីមួយយ៉ាងដែលស្រដៀងនឹងក្រមួនឃ្មុំដែរក្រោយមកលោកគ្រូឆនក៏បានប្រោះទឹកមុនលើសម្បករូបកាយរបស់បងស្រីភ្លើងធូបឆេះអស់ដល់ពាក់កណ្ដាលដើមទើបសម្បករូបកាយរបស់បងស្រីបានភ្ញាក់ដឹងខ្លួននៅខណៈពេលដែលគាត់បានភ្ញាក់ដឹងខ្លួននោះអារម្មណ៍និងស្មារតីរបស់គាត់ហាក់ដូចជាមិនមានការចងចាំនៅរឿងដែលបានកាត់ឡើងចំពោះគាត់ទេភ្លាមនោះគាត់ក៏បានសួរមកកាន់លោកគ្រូថាតើមានរឿងអ្វីកាត់ឡើងហើយអ្វីបានជាគាត់មកនៅទីកន្លែងនេះរំពេចនោះគាត់ក៏ត្រូវបានលោកគ្រូឆនបានប្រាប់ថាគ្មានអ្វីធំដុំទេគាត់គ្រាន់តែមានរិស័យទាបហើយត្រូវបងប្អូនយកមកឲ្យគ្រូប្រោះព្រំលើករិស័យឡើងវិញប៉ុណ្ណោះហើយឥឡូវបានប្រសើរឡើងហើយក្រោយពីបានលើលោកគ្រូឆនមានប្រសាសន៍ដូចនេះបងស្រីក៏បានស្ងប់អារម្មណ៍ព្រោះនៅជាប់ចង្កេះរបស់គាត់ត្រូវបានលោកគ្រូឆនចងខ្សែចង្កេះក៏ដៃរបស់គាត់ក៏មានខ្សែសីមារីឯអណ្ដាតនិងថ្ងាសត្រូវលោកគ្រូគាត់បញ្ចុះឲ្យមជុលមាសនិងមជុលពេជ្រដើម្បីជួយការពារគាត់ពីសភាវៈខ្មៅងងឹតផ្សេងថែមទាំងលើករិស័យឲ្យគាត់រកស៊ីមានបានថែមទៀតផងហើយនៅវេលាព្រឹកពេលដែលគាត់បានដឹងខ្លួននោះគាត់ក៏ត្រូវបងប្អូនរបស់គាត់នាំយកត្រឡប់ទៅផ្ទះវិញក្រោយពីបងស្រីបានជាសះស្បើយទើបយើងបានដឹងការពិតថា
របស់ម្យ៉ាងដែលមានសភាពដូចជាក្រមួនដែលលោកគ្រូឆនបានឲ្យទៅគាត់លេបនោះវាគឺជាក្រមួនពិសេសម្យ៉ាងដែលមានសមត្ថភាពលុបការចងចាំព្រោះជារឿងធម្មតាទេមនុស្សដែលត្រូវអំពើខ្មោចនឹងត្រូវបានចាប់យកវិញ្ញាណទៅឃុំឃាំងបែបនេះពេលវិញ្ញាណបានមកវិញគឺត្រូវគ្រូដែលបានជួយក្នុងរឿងនេះដោយមិនអនុញ្ញាតឲ្យពួកគេបានចងចាំនិងដឹងរឿងរ៉ាវដែលបានកើតឡើងនៅពេលដែលវិញ្ញាណរបស់ពួកគេបានចាក់ចេញពីរាងកាយនោះទេប្រសិនបើឲ្យពួកគេមានការចងចាំអាចจะមានផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសគឺអារម្មណ៍និងសតិបែងចែកមិនដាច់អាចទៅជាវង្វេងឆ្កួតក៏អាចថាបានដែរដោយឡែកកូនក្រទាំងពីររបស់លោកគ្រូឆនក៏ត្រឡប់មកវិញដូចគ្នាដោយគេបានប្រាប់ទៅឪពុករបស់គេថាខ្ញុំមកវិញហើយពុកអាពីងអាពីងកូនតើបានដំណឹងយ៉ាងណាហើយរកសិស្សរបស់ពុកឃើញដែរទេបាទពុកកូនសិស្សរបស់ពុកគាត់បានដួលសន្លប់នៅក្នុងដីស្រែឥឡូវប្រហែលជាគាត់ដឹងខ្លួនហើយពុកខ្ញុំដូចជាងងុយគេងហើយពុកតើពួកខ្ញុំអាចទៅគេងវិញបានហើយឬនៅពុកអស់ការងារហើយមកឆាប់ចូលក្នុងសំណុំរូបរបស់ពួកឯងវិញមកហើយឯងអាចទៅគេងវិញបានណាបន្ទាប់មកបានបន្តិចនាយសុបិនក៏បានដើរមកផ្ទះវិញដោយក្បាលរបស់គេគឺប្រឡាក់ពពេញទៅដោយភក់នៅក្នុងវាលស្រែលោកគ្រូឃើញបែបនេះគាត់ក៏អស់សំណោចរួចក៏បានពោលពាក្យឡើងបែបចំអកឲ្យនាយសុបិនថាឯងនេះពិតជាឧស្សាហ៍មែនឧស្សាហ៍ហួសកិច្ចការរបស់ខ្លួនឯងនេះសំណាងហើយដែលឯងភ័យរហូតដល់សន្លប់បើសិនជាមិនសន្លប់ទេសុបិនឯងច្បាស់ជាភ័យខ្លាចរហូតដល់ឈួតបង្វេងស្មារតីជាជាមិនខានទេលើដូចនេះសុបិនក៏បានតបថាបាទលោកគ្រូមកពីខ្ញុំចង់ដឹងចង់ឃើញផ្ទាល់នឹងភ្នែកឲ្យច្បាស់នឹងណាលោកគ្រូអារឿងចង់ដឹងចង់ឃើញខុសកាលខុសវេលានឹងហើយទើបបានជាបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុន្តែគ្រូមិនបន្ទោសឯងទេព្រោះកាលពីគ្រូនៅក្មេងក៏គ្រូធ្លាប់សាឡបងចង់ដឹងចង់ឮដូចជាឯងនៅក្នុងពេលនេះអញ្ចឹងណាហើយចោះសុបិនបើឯងសម្រេចចិត្តថាមករៀនជាមួយនឹងលោកគ្រូនៅក្នុងផ្លូវអាគមបែបនេះទៅហើយមិនខ្វះពេលវេលាដែលឯងឃើញទេដល់ពេលចេះច្រើនទៅឯងក្រឡេកមើលទៅណាក៏ឃើញដែរពេលខ្លះមិនចង់ឃើញក៏ឃើញមិនចង់ជួបក៏ជួបចាំទុកសម្ដីរបស់គ្រូណាបាទលោកគ្រូរំលងបានមួយរយៈក្រោយមកទៀតស្រាប់តែនៅលើចង្កេះភ្នំដែលជាទីកន្លែងដែលបានបញ្ចុះសពរបស់លោកតាប្រតិចាណែននៅសុកស្រាប់តែមានហេតុការណ៍រំជួយដីបណ្ដាលឲ្យអ្វីដែលបានលាក់ខ្លួននៅខាងក្រោមដីបានប្រែប្រួលអ្វីដែលបានលាក់ខ្លួននៅក្រោមដីគឺចង់សំដៅលើមឈូសដែលបានកប់នៅក្នុងដីរាប់ចំនួនឥឡូវត្រូវបានហើបឡើងវិញមកលើផ្ទៃដីក៏ប៉ុន្តែការហើបឡើងនេះគឺហើបឡើងត្រឹមតែមួយកំណាត់មឈូសតែប៉ុណ្ណោះពេញបរិវេណចង្កេះភ្នំគឺមានពោពេញទៅដោយមឈូសឡើងទម្រាបត្រៀបត្រាមិនដឹងជាប៉ុន្មានមឈូសទេរាប់មិនអស់ឡើយភាគច្រើននៃមឈូសដែលបានហើបឡើងមកលើនេះគឺមានសភាពល្អរក្សារូបរាងដើមបាននៅដដែលទោះបីជាមឈូសខ្លះត្រូវដេកត្រាំនៅក្នុងដីអស់រាប់រយឆ្នាំក្តីនោះក៏ព្រោះតែសន្តានដីនៅទីនេះគឺមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំម្យ៉ាងដោយសារតែដីនៅចង្កេះភ្នំនេះគឺជាដីច្រាបដែលអាចមានសមត្ថភាពធ្វើឲ្យមានការបំរែបំរួលយឺតបំផុតសូម្បីតែសាកសពមនុស្សឬសាកសពសត្វដែលបានដេកនៅក្នុងមឈូសឬក៏បានស្លាប់នៅក្នុងដីច្រាបនេះគឺមានការប្រែប្រួលយឺតដូចគ្នាសឹងតែអាចនិយាយបានថា
ទោះបីជាមិនប្រើបច្ចេកទេសអបសាកសពក៏សាកសពមិនហើមមិនស្អុយរលួយឡើយរឿងរ៉ាវរំជួយដីរំជួយភ្នំហើបមកឈូសមកផ្នែកខាងលើនេះចាត់ទុកថាជារឿងចម្លែកនិងព្រឺសម្បុរណាស់ទៅហើយប៉ុន្តែនៅមានរឿងរ៉ាវព្រឺសម្បុរព្រឺព្រួចជាងនេះទៅទៀតនោះគឺរាល់មកឈូសដែលហើបមកខាងលើទាំងអាបាលបានគឺហើបមកតែផ្នែកខាងជើងប៉ុណ្ណោះចំណែកផ្នែកខាងក្បាលរបស់ខ្មោចគឺនៅផុងជាប់នៅក្នុងដីនៅឡើយហើយមកឈូសខ្មោចទាំងអាបាលបានត្រូវកប់ទៅតឹងថ្ងៃទាំងអស់នេះវាបានបញ្ជាក់បានច្បាស់ទៅហើយថាគឺវាខុសនឹងក្បួនបញ្ចុះសពតាំងពីបុរាណកាលមកម្លេះហើយកាន់តែច្បាស់ទៀតនោះគឺមកឈូសខ្មោចដែលបានបញ្ចុះនៅទីនេះទាំងអាបាលបានគឺស្ថិតនៅក្រោមការរៀបចំពីសំណាក់មនុស្សតែម្នាក់ឬមនុស្សមុនអាគមមួយក្រុមដែលមានចេតនាយកសពមកបញ្ចុះយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះនៅទីតាំងដីច្រាបនៅក្នុងគោលដៅអ្វីមួយរីឯបរិវេណមឈូសត្រង់ព្រលឹងទាំង4ក៏មានការប្រែប្រួលដូចគ្នាដែរពោលដោយសារតែមានការរំជួយដីរំជួយភ្នំមឈូសត្រង់ដែលនៅសល់មួយនោះក៏ត្រូវបានបំផ្លិចបំផ្លាញហើយវិញ្ញាណដែលស្ថិតនៅក្នុងមឈូសត្រង់នោះក៏បានរួចខ្លួនមានសេរីភាពរីឯមាត់ច្រកទ្វារចេញចូលរវាងពិភពខ្មោចព្រាយនិងពិភពរបស់មនុស្សក៏ត្រូវបានបើកឡើងពេលនោះហើយគ្រោះមហន្តរាយក៏ចាប់កើតមានឡើងក្នុងពេលដំណើរគ្នានោះឯងដោយឡែកនៅឯផ្ទះរបស់លោកគ្រូឆនជាពិសេសនៅកន្លែងអាសនៈគ្រឿងដង្វាយថ្វាយអាគម349ជាន់បានញ័ររំកើធ្លាក់របស់របរមួយចំនួនដោយសារតែចំហាយនៃការរំជួយភ្នំច្រាបគ្រានោះលោកគ្រូឆននីសុបិនមិនបាននៅផ្ទះទេពលពួកគាត់មានភារៈទៅព្យាបាលដល់អំពើមើលជំងឺឲ្យគ្រួសារមួយទៀតនៅឯភូមិដតីលុះពេលបញ្ចប់ភារកិច្ចទើបពួកគាត់ត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះស្រាប់តែឃើញរបស់របររីប៉ាយពេញបរិវេណអាសនៈរបស់មួយចំនួនបានធ្លាក់រប៉ាត់រប៉ាយហើយរបស់ខ្លះធ្លាក់រហូតមានការបាក់បាយទៀតផងភ្លាមនោះលោកគ្រូឆនគាត់ក៏ហាក់ដូចជាមានការចម្លែកចិត្តខ្លាំងតើផ្ទះរបស់គាត់មានចោរចូលលួចកោះកកាយឬក៏យ៉ាងណាឬក៏ក្រោមហេតុផលផ្សេងក្រោយការគិតបែបនេះគាត់ក៏បានទៅមើលបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដែលជាកន្លែងរក្សាទ្រព្យសម្បត្តិមួយចំនួនរបស់គាត់ពេលនោះគាត់ក៏កាន់តែចម្លែកចិត្តកាន់តែខ្លាំងថែមទៀតព្រោះទ្រព្យសម្បត្តិមួយកាក់មួយសេនរបស់គាត់មិនមានការបាត់បង់ឡើយបែបនេះធ្វើឲ្យគាត់បានផ្លាស់ប្ដូរការសន្និដ្ឋានក្រោយមកទៀតលោកគ្រូនិងនាយសុបិនក៏បានរៀបចំទុកដាក់របស់របរទៅតាមកន្លែងដើមវិញដោយឡែករបស់ដែលបានបែកបាក់ក៏ត្រូវយករបស់ថ្មីមកសោតសែកឧបករណ៍ជំនួសហើយដាក់នៅកន្លែងដដែលនៅខណៈពេលអ្វីត្រូវបានរៀបចំរួចរាល់ភ្លាមនោះលោកគ្រូឆនក៏ស្រាប់តែចាប់អារម្មណ៍លើរូបសំណាករបស់ព្រះម៉ែសក់ក្រអូបដោយប្រណេតទាំងសងខាងរបស់ទ្រង់មានទឹកហូរសើមហូរចេញមកលើផែនថ្ពាល់ប្រៀបដូចជាព្រះម៉ែទ្រង់កំពុងតែយំដូច្នោះដែរលោកឃើញហើយលោកគ្រូឆនគាត់មិនទាន់យល់ពីនៃសេចក្តីភ្លាមនោះដែរប៉ុន្តែគាត់ក៏បានដឹងថាច្បាស់ជាមានហេតុភេទអ្វីមួយដែលកំពុងតែកើតឡើងហើយទើបព្រះម៉ែសក់ក្រអូបស្រក់ទឹកភ្នែកបែបនេះបន្ទាប់មកលោកគ្រូឆនក៏មិនបង្អង់យូរនោះទេគាត់ក៏អុជធូប9សរសៃដែល8សរសៃគឺតំណាងឲ្យទិសទាំង8និង1សរសៃគឺតំណាងឲ្យទិសចំកណ្ដាលឬក៏ភ្នំព្រះសុមេរុនោះឯងហើយគាត់ក៏អង្គុយសមាធិប្រើប្រាស់កែវភ្នែកទី3និងយានទី6ដើម្បីរកប្រភពបញ្ហាលុះនៅប្រមាណជាង1ម៉ោងក្រោយទើបលោកគ្រូឆនគាត់បានដឹងពីរឿងហេតុដែលបានកើតឡើង
ចង្វាក់បេះដូងលួតញាប់ញ័រដៃបែកញើសស្រៈត្របកភ្នែកញ័រព្រឺតភ្លាមនោះលោកគ្រូឆនគាត់កូននិយាយមកកាន់កូនសិស្សរបស់គាត់ថា សុបិន បាទលោកគ្រូ រឿងដែលគ្រូមិនចង់ឲ្យកើតឡើងឥឡូវវាកើតឡើងហើយវាកើតឡើងខានមិនបានរឿងដែលគ្រូភ័យខ្លាចវាកំពុងតែកើតឡើងនៅលើចង្កេះភ្នំច្រាបហើយ សុបិនគេឮលោកគ្រូនិយាយបែបនេះគេក៏បានតបមកលោកគ្រូថាបាទលោកគ្រូតើរឿងនេះតើវាអាចជាប់ពាក់ព័ន្ធជាមួយការមើលឃើញរបស់ខ្ញុំពេលសត្វពស់ជាក់សម្លឹងមើលចំក្រសែភ្នែករបស់ខ្ញុំហើយក្នុងកំហើញនោះខ្ញុំបានឃើញមនុស្សស្លាប់យ៉ាងរំគាលសំបីតែខ្ញុំខ្លួនឯងក៏បានដេកស្លាប់នៅក្នុងហេតុការណ៍នោះដែរលោកគ្រូខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់បន្ទាប់មកលោកគ្រូឆនក៏ធ្វើពិធីមួយយ៉ាងចម្លែកដោយសូត្រសែកមុនអាគមហើយដុតរូបចាប់ក្រដាសចូលទៅក្នុងអណ្ដាតភ្លើងក្រោយមកបានបន្តិចលោកគ្រូឆនគាត់ក៏ឈប់ដុតហើយក៏ឈប់សូត្រហើយក៏និយាយមកកាន់សុបិនថា គ្រូបានធ្វើពិធីសុំជំនួយពីបណ្ដាគ្រូអាគមទាំងឡាយនៅក្នុងតំបន់ហើយណែក្នុងការសុំជំនួយនេះឃើញថាលោកគ្រូអាគមមួយចំនួនធំបានបដិសេធមិនផ្ដល់ជំនួយក្នុងការដោះស្រាយតែក៏មានលោកគ្រូប្រហែល4ទៅ5នាក់ដែលស្ម័គ្រចិត្តជួយយើងក្នុងគ្រានេះណា លើបែបនេះសុបិនក៏តបថាលោកគ្រូខ្ញុំមានចម្ងល់មួយតើចាំបាច់អ្វីទើបយើងត្រូវដោះស្រាយក្នុងរឿងនេះទាំងដែលគ្រូដតេទៀតពួកគេមិនបានរវីរវល់នឹងខ្វាយខ្វល់ផងហ្នឹងចាំបាច់អ្វីយើងត្រូវយកខ្លួនយើងទៅប្រថុយនឹងគ្រោះថ្នាក់ធ្វើអ្វីទៅលោកគ្រូឆនក៏បានតបថាបើយើងធ្វើជាមនុស្សអាត្មានិយមមិនចេះគិតគូរមិនចេះខ្វាយខ្វល់សំងំតែសុកម្នាក់ឯងច្បាស់ណាស់យើងមិនចាំបាច់មកប្រថុយឈឺក្បាលនៅក្នុងរឿងបែបនេះទេប៉ុន្តែធ្វើជាមនុស្សណាសបិនយើងដាច់ខាតបើយើងសម្រេចចិត្តថាចាប់ផ្ដើមជីវិតនៅក្នុងផ្លូវនេះហើយដាច់ខាតយើងត្រូវតែលុកដៃការដែលយើងចាប់ផ្ដើមជីវិតរៀនមុនវិជាការផ្សេងរៀនមុនអាគមអ៊ំអាមច្បាស់ណាស់យើងតែងតែមានការគិតថាពេលយើងចេះវិជាអាគមទាំងអស់នេះយើងនឹងយកវាទៅប្រើប្រាស់ក្នុងផ្លូវល្អជួយដល់មនុស្សសត្វនិងប្រឆាំងជាមួយនឹងអំពើរឿងរ៉ាវដែលភ្នែកយើងធម្មតាមិនអាចមើលឃើញដល់ពេលយើងចេះយើងចាំបានសម្រេចអាចប្រើប្រាស់មុនវិជាការទាំងអស់នេះបានហេតុអ្វីពេលដែលមានអាសន្នដែលអាចនឹងប៉ះពាល់ដល់សុខទុក្ខរបស់អ្នកភូមិដែលមិនដឹងអីនៅក្នុងតំបន់យើងមិនឈឺឆ្អាលយើងមិនខ្វាយខ្វល់សួរថាយើងចេះវិជានោះដើម្បីអ្វីទៅគ្រូទទួលស្គាល់ថារឿងនេះគ្មាននរណាស្នើសុំឲ្យយើងជួយឈឺឆ្អាលទេប៉ុន្តែយើងធ្វើជាមនុស្សត្រូវតែមានចិត្តមានគំនិតនិងជួយនៅរឿងអ្វីដែលយើងអាចធ្វើទៅបានសុបិនឯងយល់ពីអ្វីដែលគ្រូបាននិយាយទេសុបិនក៏បានតបថាបាទលោកគ្រូខ្ញុំយល់ហើយបើយល់ហើយគឺល្អហើយទៅឆាប់ទៅរៀបចំរបស់របរទៅរបស់ដែលយើងត្រូវប្រើទាំងអំបាលម៉ានឆាប់រៀបចំទុកដាក់ឲ្យហើយទៅព្រោះព្រឹកស្អែកពួកយើងនឹងត្រូវចេញដំណើរទៅកាន់ទីតាំងភ្នំច្រាបសារជាថ្មីហើយយើងនឹងត្រូវជួបគ្នាតាមផ្លូវជាមួយនឹងលោកគ្រូ4ទៅ5នាក់ទៀតបន្ទាប់មកទើបយើងឡើងទៅលើចង្កេះភ្នំនៅវេលាយប់ក៏ចូលមកដល់ដែនដីចង្កេះភ្នំច្រាបក៏ចាប់ដើមមានហេតុការណ៍ចម្លែកគួរឲ្យខ្លាចបានកើតឡើងពលគឺមានពន្លឺដូចជាសត្វអំពិលអំពែកបានហោះហើរចេញពីមឈូសដែលបានហោបឡើងនោះហើយបានហោះចុះពីចង្កេះភ្នំមកស្ងាត់បាត់ពន្លឺសូនឈឹងនៅឯជីព្រៃកប់ខ្មោច
ជាក់ស្ដែងភូមិដែលបានកើតហេតុមុនគេដែលគេឲ្យឈ្មោះភូមិនោះថាភូមិអូបាក់រតេសដែលជាភូមិនៅជិតជាងគេបើគិតពីចង្កេះភ្នំច្រាបជាប់ជ័យដែននោះនៅក្នុងយប់ដដែលនៅប្រហែលជាម៉ោង1យប់ស្រាប់តែសត្វគោដែលម្ចាស់របស់វាចងនៅក្នុងក្រោមស្រាប់តែស្រែកឡើងហើយឆ្កែនៅក្នុងភូមិក៏ចាប់ដើមនាំគ្នាព្រោះកញ្ជ្រោលបាក់កន្ទុយបាក់ស្លឹកត្រចៀកបែរមុខទៅទិសខាងលិចដោយឡែកម្ចាស់គោមីក្រោនោះខណៈពេលកំពុងតែដេកលងលក់នៅក្នុងដំណេកស្រាប់តែគាត់បានភ្ញាក់ឡើងព្រោះតែសម្រែកវងគោរបស់គាត់បានស្រែកយ៉ាងគួរឲ្យចម្លែកយីអាសត្វគោនេះហើយវាយ៉ាងម៉េចវាវៃបានជិះស្រែកខ្លាំងដល់ម្លឹងយីគួរឲ្យចម្លែកមែនអាឯនេះកំពុងតែដេកសុបិនល្អផងយីអើបាត់គុំអញទៅណាបាត់ហើយដេកនឹងអញទុកលើក្បាលដំណេកនឹងតើអូនេះធ្លាក់ក្រោមក្រែងចឹងសពបានរកមិនឃើញយីចង់មែនហើយវៃនិយាយរួចលោកពូម្ចាស់គោក៏ចុះពីលើផ្ទះដើរឆ្ពោះទៅក្រោយគោរបស់គាត់ដើម្បីពិនិត្យមើលគោរបស់គាត់ពន្លឺភ្លើងគោមរបស់គាត់បានបញ្ចាំងចុះឡើងពេញបរិវេណនោះហើយវងគោរបស់គាត់ក៏ឈប់សាច់រោដូចគ្នាភ្លាមនោះគាត់ក៏រអ៊ូឡើងម្នាក់ឯងថាយីមានចឹងទៀតណោះមុននេះនិយាយពីថាពួកឯងនេះស្រែករោអីក៏ខ្លាំងម្លេះរោតដេកពួនមិនបានដល់ពេលអញចុះមកបែរជានាំគ្នាស្ងាត់ឈប់រោសំតែស៊ីដំបងទេពួកឯងនេះដើម្បីឲ្យអស់មន្ទិលសង្ស័យគាត់ក៏ចូលទៅពិនិត្យនៅក្នុងក្រោលគោម្ដងទៀតរំពេចនោះគាត់ក៏ស្រាប់តែឃើញឈាមនៅស្រស់ដក់ជាប់នៅលើដីហើយនៅត្រង់បំពង់កគោរបស់គាត់ទាំង3ក្បាលក៏មានស្នាមឈាមដែរហើយមានស្នាមចង្កូមខំទៀតផងឃើញដូចនេះលោកពូម្ចាស់គោគាត់ក៏លាន់មាត់ថាអាយ៉ាតើជាសត្វស្អីទៅនោះបានជាមកខំបើឈាមគោរបស់អញនេះសំណាងហើយជាអញមកតន់កុំអីគោរបស់អញងាប់បាត់ហើយអាថ្នោតអាចប៉ាឯងអាយុថ្លៃណាស់វាចេញអុកឡុកទៀតហើយតាំងពីកើតមកធ្លាប់ទៅលើចាស់និយាយឥឡូវជួបហើយសត្វចម្លែកបើឈាមគោបន្ទាប់ពីនិយាយរួចពូម្ចាស់គោក៏បានយកគល់ឈើក្រៀមមួយគល់មកដុតនៅចំកណ្ដាលក្រោលគោរបស់គាត់តែម្ដងព្រោះថាភ្លើងអាចការពារសត្វចង្រៃផ្សេងបានហើយគាត់ក៏ដើរទៅដេកវិញទៅព្រោះគាត់គិតថាចាំស្អែកចាំយករឿងដែលមានសត្វបឺតឈាមគោនេះយកទៅប្រាប់អ្នកភូមិរបស់គាត់ឲ្យបានដឹងនិងការពារសត្វគោបានទាំងអស់គ្នាក៏ប៉ុន្តែមិនទាន់នឹងបានដើរចេញផុតពីក្រោលគោស្រួលវល់ផងស្រាប់តែគាត់បានប្រទះឃើញស្នាមដានជើងចម្លែកវាស្រដៀងនឹងដានជើងមនុស្សបន្តិចដានជើងគោបន្តិចជើងសេះបន្តិចហើយស្នាមដានជើងគឺនៅថ្មីនៅឡើយមើលទៅប្រហែលជាដើរ 3-4 នាទីមុននេះប៉ុណ្ណោះក្រោមមេឃកំពុងតែរលឹមស្រេចផងនោះឃើញហើយគាត់ក៏ឆ្ងល់នឹងបញ្ចាំងភ្លើងគមរបស់គាត់មើលស្នាមដានជើងនោះរហូតវាទៅបាត់នៅត្រង់ចំណុចក្រំដីក្បែររបងផ្ទះរបស់គាត់ដោយសង្ស័យថាតើវាជាដានជើងរបស់អ្វីពូម្ចាស់គោក៏បានដើរតាមស្នាមដានជើងនោះដោយបិទភ្លើងគោមព្រោះថាខ្លាចតាមមិនទាន់សភាវៈចម្លែកនោះមួយជំហានគាត់បានដើរយ៉ាងប្រុងប្រយ័ត្នក្នុងដៃស្រវាបានដំបងមួយទុកក្រនការពារខ្លួនហើយគាត់ក៏បន្តដើរទៅមុខលោបរហូតទៅដល់ក្រោលគោរបស់អ្នកជិតខាងរបស់គាត់ភ្លាមនោះគាត់ក៏ស្រាប់តែបានឃើញសភាវៈចម្លែកចំនួន3មានរូបរាងមនុស្សមិនចំមនុស្សសត្វមិនចំសត្វព្រោះពាក់កណ្ដាលខ្លួនឡើងទៅលើគឺជាមនុស្សក្បាលធំមាត់ធំធ្មេញស្រួច
ហើយមួយកំណត់ខ្លួនចុះក្រោមគឺប្រៀបដូចជាសត្វជើងពីរក្រចកដៃវែងកំពុងតែស្រវាចាប់លើកអ្វីមួយឡើងទៅលើផុតជើងពីដីហើយអាពីរទៀតវាកំពុងតែបឺតឈាមគូភ្លាមនោះលោកពូម្ចាស់គូខំប្រឹងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ដោយចង់ដឹងថាតើសភាវៈមួយនោះវាកំពុងតែចាប់លើកអ្វីប៉ុន្តែបើទោះបីជាខំប្រឹងសម្លឹងមើលយ៉ាងណាក៏មើលមិនច្បាស់សោះព្រោះតែភ្នក់ភ្លើងមានពន្លឺខ្សោយពេកជះពន្លឺមិនច្បាស់បើចង់ឃើញឲ្យច្បាស់មានតែដើរចូលទៅឲ្យគៀបបន្ថែមទៀតប៉ុន្តែបើសិនជាចូលទៅគៀកខ្លាចក្រែងសភាវៈនោះវាដឹងខ្លួនប៉ុន្តែបើសិនជាចូលទៅគៀកខ្លាចក្រែងសភាវៈនោះដឹងថាមានមនុស្សកំពុងតែលបមើលពួកគេម្យ៉ាងលោកពូម្ចាស់គោគាត់បានឈរស្ថិតនៅក្នុងចម្ងាយមួយដែលអាចនិយាយបានថាជាចម្ងាយដែលមានសុវត្ថិភាពមួយរំពេចនោះបានបន្តិចស្រាប់តែសភាវៈនោះបានចាប់ខំរបស់ដែលវាលើកឡើងនោះលុះខំរួចវាបានបោះរបស់នោះចេញមកខាងក្រៅក្រោយគោមកធ្លាក់ចំពោះមុខពូម្ចាស់គោតែម្ដងពេលនោះហើយទើបគាត់បានដឹងថាវាគឺជាសាកសពមនុស្សដែលជាសាកសពរបស់ម្ចាស់គោមួយក្រោយនោះឯងពេលនោះវិញ្ញាណរបស់គាត់ស្ទើរតែលោតចេញមកក្រៅខ្លួនគាត់ភ័យខ្លាចទើរទីកាំងបេះដូងស្លាប់ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែអាចគ្រប់គ្រងការភ័យខ្លាចរបស់គាត់បានដោយមិនបញ្ចេញសំឡេងចេញមកខាងក្រៅឡើយក្រោយពីបឺតឈាមម្ចាស់ក្រោលគោនិងសត្វគោឆ្អែតពេញពោះហើយពួកសភាវៈនោះក៏ធ្វើដំណើរចាក់ចេញពីភូមិចូលទៅក្នុងព្រៃខាងក្រោយភូមិអស់ទៅម្យ៉ាងមេឃក៏ជិតព្រឹកដែររីឯពូម្ចាស់គោដែលបានឃើញហេតុការណ៍ភ្លាមគាត់មិនអាចទទួលយកនៅហេតុការណ៍ដែលគាត់បានឃើញបាននៅឡើយទេពលគឺគាត់សម្ងប់នៅលើផ្ទះធ្វើដូចជាគ្មានរឿងអ្វីកើតឡើងព្រោះតែគាត់មិនចង់និយាយស្ដីប្រាប់ទៅនរណាម្នាក់ថាគាត់បានឃើញហេតុការណ៍អ្វីនោះទេកាលពីយប់មិញលុះព្រឹកឡើងទើបមានការផ្អើលឆោឡោព្រោះតែសត្វគោជាច្រើនគួសារស្រាប់តែងាប់ហើមពោះឡើងស្ពីងសំបីតែគោរបស់ពូដែលបានឃើញហេតុការណ៍ក៏បានងាប់ដែរតាំងពីដើមភូមិដល់ចុងភូមិជាពិសេសគឺនៅតាមផ្លូវក្នុងភូមិក៏មានមនុស្សជុំនិយាយឆ្កាដៃឆ្កាជើងពីរឿងសត្វគោដែលបានងាប់គ្មានមូលហេតុហើមពោះស្ពីងប្រហែលជា20ទៅ30ក្បាលឯណោះដោយឡែកការស្លាប់របស់ពូម្ចាស់គោម្នាក់ទៀតនោះក៏មិនទាន់មានអ្នកភូមិណាម្នាក់បានដឹងនិងផ្អើលឆោឡោដែរព្រោះតែគាត់គឺជាមនុស្សពោះម៉ាយទុរគតគ្មានប្រពន្ធគ្មានកូនឡើយរាល់ថ្ងៃរស់នៅតែជាមួយគោប៉ុណ្ណោះដោយឡែកពូម្ចាស់គោដែលបានឃើញហេតុការណ៍វិញក៏មិនបាននិយាយប្រាប់ពីហេតុការណ៍ដែលគាត់បានឃើញកាលពីយប់នោះដែរព្រោះតែគាត់ភ័យខ្លាចនិងបាក់ស្បាតពេកគាត់បានត្រឹមតែធ្វើមិនដឹងធ្វើមិនឮហើយបើទោះបីជាគោរបស់គាត់ងាប់ទាំង3ក្បាលក្នុងពេលត្រឹមតែមួយយប់ក្តីក៏គាត់បានត្រឹមតែមានអារម្មណ៍ថាសោកស្ដាយនិងនិយាយប្រាប់ទៅអ្នកភូមិដែលមានគោងាប់ដូចគ្នាថាសង្ស័យគោត្រូវថ្នាំពុលឬក៏កើតជំងឺសាកាច់ងាប់ប៉ុណ្ណោះគ្មានអ្វីផ្សេងទេ